អូហាយ៉ូសួស្តីអ្នកទាំងអស់គ្នាខ្ញុំ ZB ឬសលេងរបស់ខ្ញុំទៀតអីចឹងហ្នឹងខ្ញុំមកបន្តជាមួយនឹងសាររឿងរបស់យើងបន្តទៀតបន្តពីភាគមុនមកហ្នឹងមីកូហាក់ដូចជាចាប់អារម្មណ៍ខ្លាំងដែលបិសាចស្រីម៉ារីស្គាល់ឈ្មោះគេក៏សួរនាងថាហេតុអីបានជាពួកបិសាចឯងចូលមកសម្លាប់មនុស្សក្នុងក្រុងអញ្ចឹងម៉ារីឆ្លើយទាំងកំហឹងថាមកពីពួកមនុស្សនឹងឯងដែលបំផ្លាញព្រៃឈើធម្មជាតិដើម្បីទៅយកដីមកសង់វាំងសង់បន្ទាយខ្លួនឯងនាងចាត់ទុកមនុស្សជាសត្រូវស្លាប់រស់ហើយខ្លួនប្រាណនាងក៏ចាប់ផ្ដើមប្រែជាធំឡើងទៅជាទម្រង់ដើមវិញមីកូសោយចំអកឲ្យនាងថាកុំមកធ្វើជាស្រឡាញ់ធម្មជាតិអីតាមពិតគឺគ្រាន់តែចង់សងសឹកដែលមនុស្សមកលួចដីធ្លីតែប៉ុណ្ណោះម៉ារីប្រាប់ថា5នាទីបានកន្លងផុតទៅហើយនាងក៏បានបញ្ចេញភ្នែកបិសាចយក្សដើម្បីប្រើកម្លាំងសម្លាប់មីកូក៏សើចរៀបបញ្ចេញភ្នែកពណ៌ស្វាយមកវិញដែរដោយប្រាប់នាងថាចង់ធ្វើអីក៏ធ្វើមកក្នុងពេលជាមួយនឹងគ្នានោះនៅឯក្នុងនគរវិញអាសេតបានប្រើកណ្ដុងយក្សបាញ់កំទេចសម្ដៅទៅរកសាលីមីកូដឹងថាម៉ារីកំពុងតែប្រើមន្តអាគមម្យ៉ាងដែលពូកែខ្លាំងណាស់ម៉ារីសួរមីកូថាមិនទៅជួយពួកមនុស្សដែលមិត្តភ័ក្តិរបស់នាងកំពុងសម្លាប់ទេអីមីកូឆ្លើយដោយអហង្ការថាគេមិនមែនមកទីនេះដើម្បីជួយមនុស្សនោះទេគេមកដើម្បីតែសម្លាប់ពួកបិសាចតែប៉ុណ្ណោះនិយាយរួចគេក៏វាយបកទៅលើម៉ារីយ៉ាងងាយចំណែកឯក្នុងក្រុងឯនោះវិញក្រោយពេលដែលផ្សែងកានងរលាយបាត់ទៅអាសេតភ្ញាក់ព្រឺតដែលឃើញសាលីនៅរស់ហើយគ្មានរបួសសូម្បីតែបន្តិចភ្លាមនោះសាលីក៏ដកដាវកាប់អាបិសាចនឹងងាប់បាត់ទៅរួចនាងក៏សន្លប់បាត់ស្មារតីទៅដែរម្ខាងទៀតមីកូចង់ឲ្យម៉ារីបញ្ចេញកម្លាំងឲ្យអស់ពីខ្លួនគេថែមទាំងយកដាវអាងជើងខ្លួនឯងឲ្យរបួសដើម្បីបញ្ចុះបញ្ចូលឲ្យនាងបាញ់កានងដាក់គេទៀតផងដល់ពេលដែលម៉ារីបាញ់កានងដាក់មីកូក៏នៅតែមិនអីទៀតធ្វើឲ្យនាងភ័យខ្លាចជាខ្លាំងមីកូដែលឥឡូវស្ថិតនៅក្នុងរាងកាយក្មេងបានដេញចាប់ម៉ារីរិចភ្ជួងដាវបំរុងនឹងសម្លាប់នាងចោលម៉ារីសួរឈ្មោះគេមីកូក៏ណែនាំខ្លួនថាគេគឺជាសត្រូវសួរពូជរបស់ពួកបិសាចបន្ទាប់មកគេក៏បានចាក់ភ្នែកនាងហើយកាត់ស្នែកនាងចោលព្រោះស្នែកនឹងជាប្រភពកម្លាំងបិសាចរបស់នាងឆ្កែនាំផ្លូវរបស់មីកូដែលអាចនិយាយបានក៏លេចមុខមកហើយសួរថាហេតុអីបានជាមិនសម្លាប់នាងចោលទៅមីកូប្រាប់ថាបើគ្មានស្នែកនោះទេនាងក៏មិនខុសអំពីមនុស្សធម្មតាដែរទុកឲ្យនាងរស់ទាំងវេទនាបែបនឹងចោះវាជាការធ្វើទរណកម្មម្យ៉ាងដែរតែអាចឆ្កែនោះថាមីកូប្រហែលជាអាណិតនាងព្រោះឃើញខ្លួនឯងនៅក្នុងខ្លួនបិសាចស្ត្រីម្នាក់នឹងឆ្កែនោះក៏និយាយទៀតថាមីកូដឹងច្បាស់ណាស់ថាសាលីនៅក្បែរនឹងតែមីកូបដិសេធមិនព្រមជួបព្រះនាងនោះទេរួចក៏បានដើរចេញពីទីក្រុងបាត់ទៅនៅពេលថ្ងៃលិចមានមនុស្សប្លែកមុខម្នាក់ទៀតដែលមានអាចកំបាំងបានលេចមុខមកហើយនិយាយថាគេរកឃើញមនុស្សដែលគេចង់រកហើយចំណែកឯសាលីក៏បានដឹងខ្លួនឡើងវិញហើយឃើញ Vru កំពុងអង្គុយចាំមើលថែនាងនៅក្បែរមិនទៅណាឡើយដោយសារតែការចងចាំរបស់សាលីនៅសពេចសពិលនាងមិនសូវចាំរឿងរ៉ាវដែលបានកើតឡើងនៅក្នុងក្រុងប្រមាណនោះទេមេបញ្ជាការហតក៏បានបង្ហាញខ្លួនហើយប្រាប់នាងថានាងនឹងហើយដែលជាអ្នកកំចាត់បិសាចយក្ស Volvas នឹងគេក៏បានហុចដាវរបស់នាងឲ្យមកវិញរួចនាំពួកគេទៅកាន់បន្ទប់ឃុំឃាំងមួយដែលធ្វើឲ្យ Sally និង Vru ឆ្ងល់យ៉ាងខ្លាំងព្រោះស្មានតែគ្រូគេនឹងចាប់ដាក់គុកម្ដងទៀតតែហតក៏បានប្រាប់ថាមិនមែនចាប់ពួកគេនោះទេគឺចង់ឲ្យមើលក្មេងស្រីម្នាក់ដែលកំពុងដេកនៅក្នុងគុកនោះវិញគេប្រាប់ថានាងនឹងហើយជាបិសាចដែលបំផ្ទុះកំពែងនគរ Sally ឆ្ងល់ក៏បាននិយាយថាមើលទៅនាងដូចជាមនុស្សធម្មតាសោះនឹងហតក៏បានបញ្យល់ថាពួកបិសាចខ្លះអាចបន្លំខ្លួនដូចជាមនុស្សធម្មតាអញ្ចឹងឯងហើយនាងអាចនឹងត្រូវបានគេយកទៅប្រហារជីវិតឆាប់នេះបើទោះជាកំពុងដេកក៏ដោយតែហតគិតវិញវាហាក់ដូចជាសាហាវពេកទើបលោកចង់រងចាំសួរនាំនាងឲ្យដឹងរឿងសិនសាលីលេងចឹងក៏សរសើរទឹកចិត្តលោកមេបញ្ជាការហើយក៏សុំនៅក្បែរគុកនឹងដើម្បីជួយការពារក្មេងស្រីម្នាក់នោះពេលហតដាក់ចេញពីគុកទៅ Vru ក៏បានខ្សឹបប្រាប់សាលីថាក្មេងស្រីម្នាក់នេះធ្វើពុតជាដេកលក់សោះសាលីក៏បានសួរនាំម៉ារីតែម៉ារីបែរជាទូមកវាយ Vru ទាំងកំហឹងតែវាយមិនចាញ់នោះឡើយព្រោះអស់កម្លាំងពីខ្លួនឃើញក្មេងស្រីម្នាក់នឹងមកវាយបែបក្មេងលេងសាលីក៏បានឡំមាត់ថាម៉ារីគួរឲ្យស្រឡាញ់ណាស់ពេលនោះម៉ារីក៏បានដឹងខ្លួនថាកម្លាំងបិសាចរបស់នាងត្រូវបានមនុស្សប្លែកមុខមីកូដកហូតបាត់អស់ហើយលំមតែលើឈ្មោះមីកូភ្លាមសាលីក៏បានជឿជាក់ថាម៉ារីពិតជាបិសាចមែនហើយក៏បង្ខំឲ្យម៉ារីនិទានរឿងដែលបានកើតឡើងប្រាប់នាងក្នុងពេលជាមួយនឹងគ្នានៅឯក្នុងព្រៃជ្រៅមានបិសាចយក្សមួយទៀតកំពុងតែសម្លាប់ពួកវាហើយធ្វើដំណើរមកកាន់ទីក្រុងត្រឡប់មកក្នុងបន្ទប់ឃុំឃាំង
ខាំងវិញសាលីសប្បាយចិត្តណាស់ពេលដឹងថាមីកូប្រហែលជានៅក្បែរហ្នឹងហើយនាងមានកម្រងតាមរកគេឲ្យឃើញនាងបានសន្យាជាមួយនឹងម៉ារីថានាងនឹងមិនប្រាប់អ្នកណានោះទេថាម៉ារីជាបិសាចឡើយដើម្បីកុំឲ្យគេសម្លាប់តែដោយសារអស់កម្លាំងបិសាចម៉ារីចង់តែស្លាប់ឲ្យផុតនោះទេដែលធ្វើឲ្យសាលីខឹងយ៉ាងខ្លាំងហើយបញ្ជាឲ្យវ្រូនឹងជួយនាំម៉ារីរកិច្ចពីចេញពីទីនេះចំណែកឯពួកទាហានយាមគុកវិញក៏បញ្ញាប់ទៅរាយការណ៍ប្រាប់លោកហតថាអ្នកទោសរត់បាត់ហើយដោយសារតែមានសាលីនិងវ្រូមកជួយពេលពួកគេកំពុងរត់គេចខ្លួនលោកហតក៏បានមកស្ទាក់ផ្លូវតាមទួលនីតិជាទាហានរាជវាំងប៉ុន្តែត្រូវបានវ្រូតតមួយជើងផ្លោងចេញពីផ្លូវរួចពួកគេក៏បានបន្តរត់យ៉ាងលឿននៅពេលដែលពួកទាហានកំពុងតែជួយច្របល់ស្រាប់តែផាំងនគរតមូលត្រូវរង្គោះរង្គើនិងខ្ទេចខ្ទីអស់ភ្លាមដែលធ្វើឲ្យគ្រប់គ្នាភ័យសន់ស្លាវស្លុតជាខ្លាំងម៉ារីសឡាំងកាំងពេលឃើញបិសាចយក្សកម្ពស់ក៏ពពកម្នាក់ឈ្មោះសូម៉ានដែលជាអ្នកបំផ្លាញទីក្រុងទាំងមូលមួយនេះវាសោយចំអកឲ្យម៉ារីថាគ្រាន់តែសម្លាប់មនុស្សក្នុងនគរតូចមួយសោះក៏ធ្វើមិនបានដែរឃើញម៉ារីអស់ទាំងស្នែងអស់ទាំងកម្លាំងមន្តអាគមបែបនេះសូម៉ានក៏បានជេរនាងថាជាពួកមនុស្សហើយចង់សម្លាប់នាងចោលដើម្បីឲ្យសមមុខម៉ារីបានត្រៀមខ្លួនស្លាប់ទៅតាមបញ្ជារបស់មេបិសាចយក្សនោះហើយប៉ុន្តែសាលីក៏បានស្ទុះមកខាត់ព្រោះនាងមិនព្រមឲ្យម៉ារីបោះបង់ជីវិតដោយងាយៗបែបនេះនោះទេពេលនឹងសាលីមិនទាន់មានកម្លាំងបិសាចចេញមកនៅឡើយនោះទេនាងក៏បានសួរវ្រូថាទៅធ្វើម៉េចទៅវ្រូក៏បានលើកទឹកចិត្តនាងឲ្យស៊ូព្រោះកាលពីមុននាងធ្លាប់វាយឈ្នះបិសាច Volvas រួចហើយលើអញ្ចឹងអបិសាចសូម៉ានក៏បានចង់សាកល្បងកម្លាំងជាមួយនឹងសាលីដែរស្រាប់តែមានសម្លេងបរិសម្នាក់ឈ្មោះ Maraji ពន្លឺឡើងមកខាត់អបិសាចយក្សនឹងក៏បានប៉ះពាល់សាលីឲ្យសោះ Maraji អង្គុយនៅក្នុងវិហារចាស់មួយដែលគេបោះបង់ចោលហើយគេបញ្ជាឲ្យសូម៉ានដកថយទៅវិញភ្លាមអបិសាចយក្សនោះក៏បានស្ដាប់តាមមេវារួចក៏បានដើរចេញទៅបាត់អស់លុះព្រឹកឡើងសាលីក៏បានធូរទ្រង់បន្តិចព្រោះរួចផុតអំពីគ្រោះថ្នាក់នាងក៏បាននឹកឃើញទៅដល់លោកហតរួចក៏ទៅមើលគាត់លោកហតមើលទៅហាក់ដូចជាបាក់បង់ស្មារតីព្រោះតែរឿងអាក្រក់កើតឡើងលឿនពេកសាលីក៏បានប្រាប់គាត់ឲ្យរឹងមាំឡើងព្រោះពេលនេះយើងអត់មានសម្ភារៈអីចាប់ខ្លួនសោះយើងត្រូវទៅខំរកវិធីរស់ឲ្យបានសិនលោកហតក៏បានដឹងខ្លួនឡើងវិញតែគាត់នៅតែភ័ន្តភាំងមិនដឹងថាត្រូវធ្វើម៉េចនាំគ្នាទៅណាទៀតពេលហ្នឹងម៉ារីក៏បានចេញមុខមកប្រាប់ផ្លូវថាបើដើរទៅទិសខាងលិចកន្លះថ្ងៃនឹងមានក្រុងមួយវ្រូក៏បានអង្អែលក្បាលម៉ារីហើយសរសើរនាងថាជាក្មេងល្អដែលជួយប្រាប់ផ្លូវពួកគេក៏បាននាំគ្នាដើរទៅដល់ភូមិមួយតែអ្នកស្រុកនៅទីនោះមើលមកពួកគេប្លែកនិងមិនស្វាគមន៍នោះទេពេលទៅរកផ្ទះសំណាក់ដើម្បីសម្រាកម្ចាស់ផ្ទះដេញពួកគេចេញព្រោះឃើញមានវ្រូដែលជាកូនកាត់សត្វមកជាមួយលោកហតក៏បានណែនាំខ្លួនថាគាត់គឺជាមេតបរាជវាំងទើបម្ចាស់ផ្ទះផ្លាស់ប្ដូរទឹកមុខហើយព្រមឲ្យស្នាក់នៅលោកហតក៏បានហិចលុយឲ្យសាលីទៅទិញអីហូបហើយប្រាប់នាងថាគាត់មិនអីនោះទេប៉ុន្តែពេលដែលសាលីចេញទៅផុតហ្នឹងគាត់ក៏ទប់ទឹកភ្នែកមិនជាប់ឬក៏យំម្នាក់ឯងយ៉ាងខ្លាំងព្រោះក៏បានចូលមកលួងលោមគាត់ថាមិនអីនោះទេចាំយូរទៅរឿងហ្នឹងវានឹងល្អឡើងវិញហើយលោកមេតបក៏បានដើរចុះទៅក្រោមរកទឹកផឹកបណ្ដាលឲ្យវ្រូនិងម៉ារីនៅពីរនាក់ម៉ារីឆ្ងល់ថាហេតុអីបានជាវ្រូជាស្និទ្ធស្នាលជាមួយនឹងមនុស្សម្លេះវ្រូក៏ប្រាប់ថាតាំងពីជួបសាលីមកជីវិតរបស់នាងបានផ្លាស់ប្ដូរច្រើនណាស់វ្រូក៏បានហៅម៉ារីឲ្យមកដើរលេងជាមួយនឹងគ្នាហើយចង់ដាក់ឈ្មោះថ្មីឲ្យនាងព្រោះនាងមិនចង់ប្រើឈ្មោះបិសាចទៀតនោះទេដោយសារតែវ្រូចូលចិត្តស៊ីការ៉ុតនាងក៏បានដាក់ឈ្មោះឲ្យម៉ារីថាការ៉ុតតាមម្ដងទៅទោះបីជាម៉ារីមិនសូវពេញចិត្តតែនាងក៏ព្រមទទួលយកឈ្មោះមួយនេះចំណែកឯសាលីវិញនាងកំពុងតែដើររកទិញអីហូបសម្រាប់មនុស្ស4នាក់នាងអង្គុយចុះគិតម្នាក់ឯងថាកាលពីមុននាងមិនដែលដឹងសោះថាមនុស្សយើងមានការរើសអើងនិងស្អប់ខ្ពើមពួកសត្វដទៃខ្លាំងដល់ថ្នាក់នឹងនាងចាប់ផ្ដើមយល់អំពីទុក្ខលំបាករបស់ពួកកូនកាត់សត្វនិងពួកបិសាចដែលបាត់បង់អំណាចទាំងនោះក្នុងពេលដែលនាងកំពុងតែអង្គុយគិតយ៉ាងជ្រៅស្ងប់ស្ងាត់ម្នាក់ឯងស្រាប់តែភ្នែកនាងក៏លេចទៅឃើញមនុស្សប្លែកមុខមីកូនិងអាចឆ្កែដែលជានិយាយនោះកំពុងតែដើរមកក្នុងចិត្តសាលីអរកអ្វីព្រាបផ្ទឹមមិនបាននោះទេដែលបានជួបពួកគេម្ដងទៀតមីកូឃើញសក់ខ្លីរបស់នាងក៏បានសរសើរថាសមនឹងនាងតើហើយគេដឹងថានាងច្បាស់ជាបានឆ្លងកាត់រឿងជាច្រើនក្នុងពេលធ្វើដំណើរមកនេះសាលីក៏បានរៀបរាប់ប្រាប់មីកូអំពីទុកចិត្តរបស់នាងដែលឃើញមនុស្សម្នានាំគ្នាស្អប់ខ្ពើមនិងមើងងាយពួកកូនកាត់សត្វខ្លាំងពេកដោយគ្មានអ្នកណាម្នាក់ឆ្ងល់ថាហេតុអីបានជាត្រូវធ្វើបែបនឹងសោះមីកូស្ដាប់ហើយក៏បានប្រែទឹកមុខឬក៏បានសួរនាងវិញថាចុះឧបមាថាបើពួកកូនកាត់សត្វនឹងទៅសម្លាប់មនុស្សវិញតើនាងគិតថាកូនចៅរបស់មនុស្សដែលស្លាប់នឹងមានអារម្មណ៍បែបណាសាលីឆ្លើយថាក្មេងនឹងច្បាស់ជាខូចចិត្តខ្លាំងហើយប៉ុន្តែមីកូកាត់សម្ដីនាងភ្លាមថាវាមិនមែនតែខូចចិត្តនោះទេគឺក្មេងនឹងស្អប់ពួកបិសាចនិងពួក
កូនកាត់សត្វអស់មួយជីវិតហើយច្បាស់ជាចង់សម្លាប់ពួកវាចោលឲ្យអស់ដោយមិនស្ទាក់ស្ទើរឡើយនិយាយរួចមីកូក៏ញញឹមប្រាប់នាងវិញថាគេគ្រាន់តែនិយាយលេងតើតែគេចង់បញ្ជាក់ថាមនុស្សស្អប់ពួកកូនកាត់សត្វក៏ព្រោះតែគេត្រូវគេបង្រៀនឲ្យស្អប់តគ្នាបែបនឹងឯងក្នុងពេលជាមួយនឹងគ្នាម៉ារូជីកំពុងតែធ្វើពុតជាលោកសង្ឃស្រោចទឹករុក្ខជាតិក្នុងវិហារមួយយ៉ាងសមមានក្មេងស្រីម្នាក់យកនំដែលខ្លួនខំធ្វើមកបង្អួតគេរួចក៏រត់ទៅលេងជាមួយនឹងក្មេងដទៃទៀតប៉ុន្តែស្រាប់តែបិសាចស៊ូម៉ានចេញមុខមករួចក៏លេបក្មេងស្រីនោះបាត់ទៅម៉ារូជីក៏ប្រមានស៊ូម៉ានថាកុំមើងងាយសាលីឲ្យសោះព្រោះនាងអាចសម្លាប់វាបានតែស៊ូម៉ានមិនជឿនោះឡើយសាលីក៏សម្រេចចិត្តថានាងនឹងធ្វើដំណើរទៅគ្រប់ទិសទីដើម្បីជួយឲ្យមនុស្សនិងពួកកូនកាត់សត្វអាចរស់នៅជាមួយនឹងគ្នាដោយយោគយល់គ្នាបានមីកូប្រមានថាវាមិនមែនជារឿងងាយស្រួលធ្វើនោះទេប៉ុន្តែសាលីញញឹមដាក់គេហើយថាទោះជាត្រូវឈឺចាប់បន្តិចបន្តួចក៏នាងមិនរាថយនោះដែរនាងបបួលមីកូឲ្យដើរឆ្លងផ្លូវជាមួយនឹងគ្នាតែមីកូបដិសេធព្រោះគេចង់ដើរម្នាក់ឯងជាងពួកគេសន្យាគ្នាថាបើជួបគ្នាលើកក្រោយចាំមកនិយាយរឿងដែលបានជួបប្រទះប្រាប់គ្នាស្ដាប់រួចមីកូក៏ចាក់ចេញទៅមីកូមិនហ៊ានងាកក្រោយមើលសាលីនោះទេព្រោះខ្លាចចិត្តទន់ក៏ប្រញាប់រត់ចេញទៅបាត់ទៅសាលីប្រញាប់ត្រឡប់មកផ្ទះសំណាក់វិញក៏បានឃើញហតនាំក្មេងប្រុសម្នាក់ឈ្មោះបារ៉េតដែលជាកូនចៅចាស់របស់គាត់មកជាមួយដែរបារ៉េតនិទានថាមេធ្មប់នៃព្រៃខាងលិចគឺជាអ្នកជួយសង្គ្រោះជីវិតគេពីការបំផ្លិចបំផ្លាញរបស់អបិសាចស៊ូម៉ានលើអញ្ចឹងសាលីក៏ចង់ទៅជួបមេធ្មប់នឹងភ្លាមធ្វើគ្រប់គ្នាភ្ជាប់ឲ្យជាខ្លាំងយប់នោះ Garrett Marie នឹងឯងក៏បានលបទៅជួប Margie នៅក្នុងព្រៃ Margie ចង់ឲ្យនាងធ្វើជាបិសាចវិញតែមានលក្ខខណ្ឌមួយគឺនាងត្រូវតែដើរតាមក្រុមរបស់ Sally ហើយត្រូវរាយការណ៍រឿងគ្រប់យ៉ាងឲ្យគេដឹងមុននឹងចេញទៅ Margie ប្រាប់ Garrett ថាឲ្យនាងប្រាប់ភ្នែកបិសាចមើលទៅលើ Sally ទៅនាងច្បាស់ជាឃើញរឿងប្លែកមិនខានព្រឹកឡើង Sally និងមិត្តភ័ក្តិក៏បានធ្វើដំណើរទៅកាន់ផ្ទះមេធ្មប់ផ្ទះនឹងធំសម្បើមណាស់តែអ្វីដែលធ្វើឲ្យ Sally នឹងភ្ជាប់អាបំផុតនោះគឺផ្ទះមេធ្មប់តាមពិតគឺជាបារសោះឬក៏កន្លែងផឹកស៊ីនឹងឯងពេលនោះមេធ្មប់ក៏បានចេញមកណែនាំខ្លួននាងគឺមានឈ្មោះថា Winnie ហើយអ្នកនរគ្នាយើងចូលមកពីបន្តទៅថាតើជាណាអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ